ជំរាបសួរសួស្តីអស្សឡាមអាឡៃគុំបងប្អូនអរគ្នាថ្ងៃនេះមានវីដេអូថ្មីមួយទៀតហើយវីដេអូថ្ងៃនេះសប្បាយខ្លាំងមែនទែនហើយក៏ទៅខាងក្បាលវីដេអូមកក៏ដឹងថាញាក់ហ្មងណារៀងរាល់ឆ្នាំខាងសាលាគឺតែងតែបង្កើតកម្មវិធីការផ្សព្វផ្សាយអរិយធម៌វប្បធម៌គ្នាទៅវិញទៅមកអីចឹងណាហើយមានបណ្ដាប្រទេសជាច្រើនបានចូលរួមក៏កាត់មកចូលស្តង់ហ្វាឡេស្ទីនមុនគេហ្មងទៅក៏ពិតស្តង់មុនគេហ្នឹងគឺខាងប្រទេសអេស៊ីបតែដោយសារមនុស្សច្រើនពេកក៏ខ្ញុំចូលខាងហ្វាឡេស្ទីនមុនគេអញ្ចឹងណាខាងហ្វាឡេស្ទីនគឺផ្លែស្អាតផ្លែមែនទែនគឺភាគច្រើនគឺបែបប្រវត្តិសាស្ត្រអីចឹងណាក៏ស្ដាប់ពួកគាត់បញ្យល់ពីប្រវត្តិសាស្ត្រអីចឹងទៅក៏ជាងពីស្តង់មកផ្លេដោយសារមនុស្សច្រើនពេកមកមើលខាងបងនៅក្នុងរំប្រពៃណីប្រទេសណាតែខ្ញុំភ្លេចបាត់ហើយនេះកម្មវិធីនេះមានប្រទេសច្រើនបានចូលរួមហើយថតអត់អស់ទេថតទីងវាថាក្រុមคลิกគេណាហើយយើងពិបាកជ្រែកថតហើយមានប្រទេសមួយចំនួនហ្នឹងគេដូចជាសូម៉ាលីហ្នឹងគេខាងតែបង្ហាញពីវត្ថុបុរាណគ្រឿងភ្លេងអញ្ចឹងណាប្រទេសខ្លះទៀតគ្រឿងបុរាណផងគេមាននំនែកទទួលស្វាគមន៍ផងក៏កាត់ចូលមកដល់ស្តង់ប្រទេសសេរីនេះម្ដងដោយសារខ្ញុំមានមិត្តភក្តិជនជាតិសេរីច្រើនមែនទែនក៏ទៅឃើញយើងចាប់ដៃយើងទាញចូលខាងស្តង់គាត់មកបណ្ដាស្តង់គ្រប់ប្រទេសទាំងអស់ហ្នឹងខ្ញុំជឿចិត្តស្តង់ខាងសេរីច្រើនជាងគេហើយនៅខាងហ្វាឡេស្ទីនព្រោះដោយសារថាបែបប្រវត្តិសាស្ត្រអីអញ្ចឹងណាខាងស្តង់សេរីហ្នឹងគេមានតាំងពីវត្ថុបុរាណច្រើនមែនទែនតាំងពីកៅអីអង្គុយសម័យមុនកាពីអីចឹងទៅលុយកាក់អីចឹងទៅណាគ្រប់ស្តង់ទាំងអស់មានតែស្តង់សេរីហើយនិងស្តង់ហ្វាឡេស្ទីនតែខ្ញុំរៀងថតបានច្រើនដោយសារមានខ្សែចឹងណាមានមិត្តភក្តិខាងហ្នឹងច្រើនអីចឹងទៅហើយខាងស្តង់សេរីហ្នឹងក៏មានទទួលឲ្យយើងសាកផឹកកាហ្វេខាងគាត់អីចឹងណាតាមពិតខ្ញុំអត់ចាប់ផឹកកាហ្វេទេតែចេះតែយកទៅកាហ្វេខាងអារ៉ាប់សេរីហ្នឹងបើសិនជាអ្នកញៀនកាហ្វេខ្លាំងអាចផឹកបានតែសម្រាប់ខ្ញុំផឹកទៅដូចតែល្ងុយដេកញ័របេះដូងញ័រសាច់ហ្មងហើយតោះមកគឺខាងមិត្តភក្តិក៏សួរថាឈ្មោះអីគេថាសាគីរ៉ាតែពេលចឹងទៅគេអត់ប្រាប់ទេឈ្មោះសរសេរមិនអីមិននិយាយថាយើងមកចំកន្លែង original អារ៉ាប់គេហ្មងណាឈ្មោះយើងគឺតែគេសួរតែមួយម៉ាត់គេសរសេរឲ្យបានភ្លាមមានសួរញ៉ៃអូតែសរសេរមិនអីចឹងទេហើយគេមានតាំងពីបង្ហាញពីទម្រង់ passport គេនេះគាត់តែជាសភៅដែលគេបញ្ជាក់ថាអូនេះជា passport ខាងសេរីអីចឹងណាស្អាតប្លែកខ្លាំងមែនតើឥឡូវពួកយើងក៏បានចេញពីស្តង់ខាងប្រទេសសេរីហើយក៏ចូលមកដល់ស្តង់ប្រទេសអាំបានីអីចឹងទៅបានថតអីច្រើនទេថតទីងហើយប្រទេសសូម៉ាលីអីចឹងទៅប្រទេសកាហ្សាក់ស្ថានគីគីស្ថានប្រទេសដែលជាប់ទុរគីនឹងឯងឥឡូវក៏កាត់មកចូលខាងស្តង់ប្រទេសស៊ូដានវិញម្ដងនៅខ្មែរយើងហៅប្រទេសស៊ូដង់អីចឹងណាគឺខាងគាត់បែបប្រវត្តិសាស្ត្រទៀតហើយគឺគាត់បង្ហាញពីប្រទេសបុរាណតាំងពីជំនាន់មុនអីចឹងទៅហើយពីការបង្កាត់ភ្លើងជំនាន់មុនហើយគេមានថ្នាំគេអីបែបថ្នាំបុរាណអីអញ្ចឹងណាខ្ញុំអត់សូវស្គាល់ដែរហើយការអាក្លិនថ្នាំហ្នឹងវាស្តៀងថ្នាំនៅខ្មែរយើងរបៀបឈើអែមអីអញ្ចឹងណារបៀបចឹងពេញចិត្តស្ដោកហ្មងខាងបងប្រុសជនជាតិស៊ូដង់នេះក៏បកកែបញ្យលបកស្រាយបានល្អមែនទែននឹងស្រាប់ហើយបណ្ដាប្រទេសមកពីខាងអារ៉ាប់ហ្នឹងគឺប្រវត្តិសាស្ត្រគឺច្រើនមែនទែនជូរចត់បុរាណហ្មងណាមានច្រើនហើយខ្ញុំនេះថតបណ្ដាទៅចាប់អារម្មណ៍គឺខាងផ្លែឈើខាងប្រទេសស៊ូដានគឺមានផ្លែឈើដូចយើងដែរមានស្វាយមានតបែកមានអីចឹងណាក្លៀនបដ ாய் ឥឡូវក៏កាត់ចូលប្រទេសឆែកម្ដងប្រទេសនេះគឺគាត់បង្ហាញថាសត្វព្រៃអីចឹងទៅហើយសត្វខាងគាត់នោះសម្បូរមែនទែនគឺសត្វអូតនិងសត្វខ្លាហើយនេះគឺខាងឥណ្ឌូនេស៊ីគឺគាត់ពាក់អាវបែបប្រពៃណីខាងគាត់អីចឹងទៅម្នាក់ឃើញឲ្យប្លែកនឹងគ្នាចាំថតអីចឹងទាំងខ្ញុំទាំងអីដែរនេះបងប្អូនទាំងអស់គ្នាប្រហែលជាឆ្ងល់ដែរហើយប្រទេសផ្សេងគេមានច្រើនមែនទេហើយក៏អត់មានខ្មែរអញ្ចឹងណាទាំងក៏ពិតទៅខ្មែរយើងវាថាសិស្សតិចអីទៅកម្មវិធីជីងជីតតតែមានកូនសិស្សឬក៏សមាជិកច្រើនទៅបង្កើតកម្មវិធីជីងជីបានដោយសារតែនៅខាងប៊ូសាហ្នឹងមានសមាជិកតិចអីចឹងណាហើយក៏ខ្ញុំពិបាកចូលរួមកម្មវិធីអីចឹងដែរហើយដូចជាមិត្តភក្តិខ្ញុំគឺគាត់ជនជាតិថៃហ្នឹងក៏គាត់ក៏អត់បានចូលរួមដែរកម្មវិធីដោយសារតែសមាជិកដូចគ្នាញរួមសមាជិកច្រើនមានតែខាងប្រទេសឥណ្ឌូនេស៊ីនឹងឯងឥណ្ឌូនេស៊ីគ្រប់ខេត្តហ្មងមានច្រើនមែនទេព្រោះនៅខាងប៊ូសាខ្ញុំសិស្សឥណ្ឌូនេស៊ីនឹង300នាក់មកដែរហើយសិស្សខ្មែរយើងមានតិចណាស់សិស្សខ្មែរយើងវាថាធៀបជាមួយនឹងឥណ្ឌូនេស៊ីអត់បានទេខ្មែរយើងមកទូទាំងប្រទេសទុរគីហ្នឹងមានតែធំ50-60នាក់ហ្នឹងខាងគាត់គាត់តែមួយខេត្ត300នាក់400នាក់មកដែរទៅវិញទៅគឺល្បីជាងគេគឺខាងឥណ្ឌូនេស៊ីនឹងឯងកម្មវិធីស្តង់ចប់រួចរាល់អស់ហើយក៏គេមានកម្មវិធីបត់បង្ហាញអ្វីផ្សេងតាមបណ្ដាប្រទេសនីមួយៗអញ្ចឹងណាដូចជារំរបាំអីអញ្ចឹងទៅមានតាំងពីបង្ហាញឈុតប្រពៃណីតាមបណ្ដាប្រទេសនីមួយៗសម្ដែងរឿងអីជាដើមខាងខ្ញុំអត់តែមានកម្មវិធីអញ្ចឹងដឹងថាមកអស់ហើយនេះហើយមិននិយាយថាដៅហ្មងណាមកអង្គុយមុនគេមុនឯងខ្លះគេទៅដើមកន្លែងអីអញ្ចឹងទៅកម្មវិធីជាងបើសិនជាមានខ្មែរយើងប្រពធ្វើផងនឹងថាសប្បាយខ្លាំងមែនទេមកនិយាយថាខាងទុរគីគេអត់សូវស្គាល់អីអញ្ចឹងណាខ្មែរយើងក៏មិនអន់ដែរដាក់មួយទៅគឺដូចថាល្បីផ្ទុះហ្មងណាអ៊ីនសាអល់ឡោះ5-6ឆ្នាំក្រោយគឺទើបតែមានខ្មែរយើងហើយដោយសារតែឥឡូវសិស្សខ្មែរយើងមករៀននៅទុរគីច្រើនគួរសមអីអញ្ចឹងណាបន្ទាប់ពីអង្គុយចាំហាលក្តៅយ៉ាងយូរក៏កម្មវិធីក៏បានចាប់ផ្ដើមល្មមហើយក៏មានការបទបង្ហាញពីឈុតប្រពៃណីបណ្ដាប្រទេសនីមួយៗប្រទេសមុនគេហ្នឹងគឺខាងប្រទេសអាហ្សាបៃចានហើយខ្មែរយើងគេហៅប្រទេសអាហ្សាបៃសុងឥឡូវក៏ចូលមកប្រទេសនេះវិញម្ដងប្រទេសនេះខ្ញុំរៀងភ្លេចបាត់ហើយប្រទេសអ៊ឺណាវូតទុរគីហៅអ៊ឺណាវូតប្រទេសអាល់បានីយើងនឹងឯងពួកគាត់ស្អាតខ្លាំងមែនទែនទាំងឈុតប្រពៃណីទាំងមុខមាត់គាត់ស្អាតខ្លាំងហ្មងណាតែគេហៅសម្រាប់កម្មវិធីចូលដល់ប្រទេសប៉ាឡេស្ទីននឹងទៅណាហើយនៅក្នុងកម្មវិធីយើងហ្នឹងក៏មានជុតឆាកសម្ដែងរឿងពីប្រទេសអេស៊ីបយើងផងដែរហើយក៏មានខាងប្រទេសម៉ុងហ្គោលគឺពួកគាត់មានការរាំបែប
បែបប្រពៃណីខាងគាត់អីចឹងណាឥឡូវមកកាត់ចូលដល់កន្លែងក្រុមប្រទេស Albania យើងវិញម្ដងក្បាច់រាំបែបប្រពៃណីគេគឺស្រស់ស្អាតខ្លាំងមែនទែនឥឡូវមកដល់វគ្គប្រទេសឥណ្ឌូនេស៊ីវិញម្ដងខាងគាត់នេះឲ្យអួយហ្មងណារេតឲ្យ10លើ10ហ្មងគូលយមែនទែនហើយមានផ្លែកតាំងពីរាំផងជប់ប្រពៃណីផងហើយរបៀបថាក្បាច់គុនអីខ្លះអីចឹងណាយូររួមទៅអូមានតែពីព្រោះភ្លើងព្រោះអីទៀតហើយឡើងនឹកគ្រប់គ្នាហូហ្មងណាប្រទេសនេះរបៀបថាអូយខាងឥណ្ឌូនេស៊ីទៅណាក៏ឈ្នះដែរគ្រប់បណ្ដាប្រទេសទាំងអស់មានតែខាងប្រទេសឥណ្ឌូនេស៊ីយើងនឹងឯងមានគេសន្ទុះគ្រប់គ្រងគេហូច្រើនជាងគេកម្មវិធីអត់ទាន់ចប់សូបូទេតែខ្ញុំថាចេញមកហើយដោយសារតែម៉ោងស្មានហ្នឹងម៉ោង8ម៉ោង9យប់ណាតែមិននឹងចាំងហ្មងណាអរគុណដល់បងប្អូនទាំងគ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយអ៊ីនសាអល់ឡោះឌូរ៉ូ